សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកកែលំហាត់ទី2លំហាត់ជីវវិទ្យា ANM ពីគណនាម៉ូលេគុល ANM មានផលបូករីបូននុយក្លេអូទីត CANM បូក CANM ច្រើនជាងផលបូករីបូននុយក្លេអូទីត ANM បូកអុយ ANM ចំនួន700ម៉ូលេគុល ANM នេះសំយកចេញពីសែនដែលមាននុយក្លេអូទីត C បូក T ស្មើនឹង3000ទី1គណនាចំនួននុយក្លេអូទីតប្រភេទមួយនីមួយរបស់សែន2គណនាចំនួនអាស៊ីតអាមីណេនៅក្នុងម៉ូលេគុលប្រូតេអ៊ីនដែលសំយកសែនទី3ពេលសំយកតើគេចាំបាច់ត្រូវមាន ANT ប៉ុន្មានដើម្បីដឹកនាំអាស៊ីតអាមីណេ4គណនាចំណងពពតិតក្នុងម៉ូលេគុលប្រូតេអ៊ីនឥឡូវនេះយើងនឹងរកចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់សែនសិនឥឡូវនេះមុននឹងយើងរកចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់សែនយើងត្រូវស្រង់បំរាប់សិនបំរាប់គេប្រាប់មកគឺចំនួន CANM បូក CANM ច្រើនជាងអញ្ចឹងមានន័យថាដកច្រើនជាងរីបូននុយក្លេអូទីត ANM អញ្ចឹងអាហ្នឹងវាវងកញ្ចក់ណាព្រោះវាមាន2តួបូកអុយ ANM វាស្មើនឹងចំនួន700អានេះយើងស្រង់បំរាប់វាសិនណាហើយអានេះវិញគឺ C បូក T របស់សែនអានេះមិនមែនជារបស់ ANM ទេស្មើនឹង3000តោះមកយើងរកចំនួននុយក្លេអូទីតប្រភេទនីមួយៗហ្នឹងតាមគោលការណ៍បំពេញបាសសិនមកយើងបាន A សែនស្មើ ANM បូកអុយ ANM អានេះវាមានរូបមន្តបែបហ្នឹងហើយ C មួយទៀតមក C សែនស្មើ CANM បូក CANM អញ្ចឹងយើងចំនួនចូលមកមានបំរាប់យើងហើយយើងចំនួនចូលឃើញ C សែនដក A សែនស្មើ700អានេះយើងឃើញអានេះយើងមាន T សែនបូកC សែនស្មើនឹង3000ហើយនេះ C សែនដក A សែនស្មើនឹង700អញ្ចឹងយើងតាមវិចិត្រសមីការមកនេះសមីការ1សមីការ2ហើយយើងដោយយើងដឹង A សែននេះបំពេញ T C បំពេញ C អញ្ចឹងយើងអាចចំនួនចូលបានចង់ចំនួននេះក៏បានចង់ឲ្យអានេះដូចអានេះក៏បានអញ្ចឹងយើងចំនួននេះហ្មងទៅឲ្យវាដូចអាក្រោមនេះអញ្ចឹងយើងនាំឲ្យ C បូក A វាស្មើនឹង3000ស្មីការ1អញ្ចឹងយើងយក1និង2បូកចូលគ្នាយើងបូកចូលគ្នាមិននឹងឯច្រឡំយក1បូក2មកយើងឃើញ C បូក A ស្មើនឹង3000ស្មីការ1 C ដក A ស្មើនឹង700អានេះយើងដាក់សែនក៏បានដែរតែនេះខ្ញុំសរសេរនេះមកអញ្ចឹងបើដាក់មកទៅព្រួយយើងខ្លាចច្រឡំដែរអញ្ចឹងយើងដាក់មកកុំឲ្យច្រឡំសែនព្រួយវាលាយមួយ ANM អញ្ចឹងយើងបុកវាមកយើងឃើញអានេះ 2C អានេះ A បូកឲ្យដក A ចឹងវាអស់ចឹងអានេះបូកចូលគ្នាមកបាន3700ចឹងយើងនាំឲ្យ C វាស្មើនឹង3700ចែកឲ្យ2 1 50នុយក្លេអូទីត
ពេលហើយយើងជំនួសចូលមួយមកចង់ជំនួសចូលមួយក៏បានជំនួសចូលពីរក៏បានដែរជំនួសក្នុងមួយនាំឲ្យ c បូក a វាស្មើនឹង 3000 នេះ a វាស្មើ3000ដល់ឲ្យ c ហើយ c យើងគឺ 1850 ចឹងវាស្មើនឹង 1150 នុយក្លេអូទីតយើងឃើញចឹងអាសំណួរទី1នេះគឺយើងរកឃើញហើយដូចនេះមកអាបំពេញទេស្មើអាបំពេញទេស្មើនឹង 1150 នុយក្លេអូទីត C បំពេញ C វាស្មើនឹង 1850 ចានឹងចាប់លំសំណួរទី1ឥឡូវនេះយើងចូលដល់សំណួរទី2ម្ដងឥឡូវនេះយើងចូលដល់លំហាត់ដល់សំណួរទី2ម្ដងគឺចង់រកចំនួនអាស៊ីតអាម៉ាណេអញ្ចឹងយើងបានដឹងហើយគឺចំនួនA បំពេញទេហើយនិង C បំពេញ C យើងរកតាមគោលការណ៍បំពេញបាសទៀតណាដើម្បីរក M យើង C យើងគឺដឹងអញ្ចឹងយើងអាចរកឃើញM បាន1150បូក1850អញ្ចឹង M យើងរកឃើញគឺ 6000 នុយក្លេអូទីតយើងហៅ M ឃើញនេះយើងអាចរកឃើញនៅចំនួនអាស៊ីតអាម៉ាណេដែលគេចង់បានយើងប្រើទ្រឹស្ដីវាមកដោយនុយក្លេអូទីត3ជាក្រមនៃអាស៊ីតអាម៉ាណេមួយនៅលើច្រវាក់ម្ខាងរបស់សែនហើយនៅលើច្រវាក់ខាងទៀតនេះទ្រឹស្ដីវារៀងវែងតិចហើយតាមរូបមន្តចំនួនអាស៊ីតអាម៉ាណេស្មើ M សែនលើ6ដកឲ្យ2ចំនួន M យើងដឹងចឹងយើងអាចរកឃើញចឹងជួសជុលមក6000ចែកឲ្យ6ដក2តោះមកយើងឃើញ1000ដកឲ្យ2ស្មើ498ចឹងយើងឃើញហើយចំនួនអាស៊ីតអាម៉ាណេដូចនេះមក498ឥឡូវនេះយើងនឹងទៅរកសំណួរទី3ម្ដងសម្រាប់សំណួរទី3នេះគេចង់រកចំនួន AR ទេអញ្ចឹងយើងដូចធ្វើដូចលំហាត់មុនដែរយើងត្រូវសរសេរទ្រឹស្ដីវាមុនដោយ AR ទេ
ទាំងមួយចូលទៅក្នុងរីបូសូមជាមួយ INT ដឹកមេចូលនិនផងតើមកខ្ញុំឲ្យរូបមន្តវាមកចំនួនអាស៊ីតនេះចំនួន INT ក្នុងរីបូសូមលេខស្មើចំនួនអាស៊ីតអាមីណេបូកឲ្យ1ចំនួនអាស៊ីតអាមីណេយើងដឹងចឹងយើងចំនួនចូលមកនាំឲ្យចំនួន INT 998បូកឲ្យ1ចឹងវាស្មើ999យើងឃើញចំនួន INT ហើយសម្រាប់សំណួរទី4គេសួររកចំណងប៉ាប់ទីតអញ្ចឹងយើងឲ្យទ្រឹស្ដីវាមកដោយអាស៊ីតអាមីណេ2ភ្ជាប់ចំណងប៉ាប់ទីតចំនួន1អញ្ចឹងយើងបានរួមមុនចំនួនចំណងប៉ាប់ទីតចំនួនអាស៊ីតអាមីណេនេះដាក់ AA យកតែម្ដងទៅចំណុច AA ដកឲ្យ1ហើយ AA យើងនេះយើងដឹងអញ្ចឹងយើងចំនួនវាមកបាន998ដកឲ្យ1អញ្ចឹងវាស្មើ497អាហ្នឹងគឺចំនួនចំណងប៉ាប់ទីតដូចនេះមកអញ្ចឹងយើងបានរកឃើញទាំងអស់ហើយ